បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ានេះគឺជាព្រឹកថ្ងៃទី28ទៅហើយម៉ោងនៅប្រទេសកម្ពុជាថ្ងៃទី28ខែឧសភាឆ្នាំ2026មុននេះមានបច្ចេកទេសសំឡេងបន្តិចដែលនិយាយម្នាក់ឯងហើយទៅបងប្អូនអត់ឮក៏ប៉ុន្តែឥឡូវនេះខ្ញុំបានសេរីឬក៏រកវិធីដោះស្រាយអត់ដឹងថាបងប្អូនស្ដាប់ខ្ញុំឮឬក៏យ៉ាងណាទេព្រោះម្នាក់ឯងសុទ្ធសាធហើយអត់ដឹងយ៉ាងម៉េចដែរបើសិនជាបងប្អូនឮដាក់ផ្ញើមេដៃមួយមកផងដើម្បីឲ្យខ្ញុំដឹងថាខ្ញុំមិននិយាយម្នាក់ឯងដូចមិញទៀតហើយបើមិនឮទេខ្ញុំនឹងរកវិធីដោះស្រាយតទៅទៀតព្រោះអីបញ្ហាបច្ចេកទេសវាអាចកើតឡើងជាយថាហេតុនៅពេលដែលយូរម្ដងបាទសូមអញ្ជើញបងប្អូនគ្រាន់តែប្រាប់ខ្ញុំសិនមកថាតើឲ្យមេដៃមួយសិនមកថាតើលឺឬក៏យ៉ាងណាព្រោះអីខ្ញុំអត់មានអ្នកជួយផ្ទៀងផ្ទាត់ខ្ញុំទេមានតែបងប្អូនអ្នកស្ដាប់ទាំងអស់ចឹងបងប្អូនបានចូលស្ដាប់ហើយគ្រាន់តែលើកមេដៃប្រាប់ថាលឺហើយក៏បានដែរគ្រាន់តែដាក់មេដៃក៏ខ្ញុំដឹងថាលឺដែរព្រោះអីអរគុណច្រើនអញ្ចឹងបងប្អូនប្រាប់ថាលឺហើយអញ្ចឹងបញ្ហាបច្ចេកទេសត្រូវបានដោះស្រាយហើយអញ្ចឹងកុំឲ្យខាតពេលយូរនៅក្នុងរាត្រីសំទោសនៅក្នុងព្រឹកនេះគឺខ្ញុំមានព័ត៌មានដែលសំខាន់ដែលជាការនិយាយទៅគឺជាការផ្សាយពិសេសនៅក្នុងន័យថានៅសល់ដុំថ្មម្ដុំទៀតដែលត្រូវចោលបង្ហើយតែម្ដងគឺចោលឆ្កែបង្ហើយតែម្ដងតាក់ទងនឹងរឿងបំភ្លេចការពិតមួយចំនួនហើយខ្ញុំក៏សូមខន្តីអភ័យទោសពីបងប្អូនទាំងអស់ដែលជា fans របស់បង្អែមលៀងមាត់របស់ Moondaret ដែលពីពេលជាប់គ្នាហើយដែលខ្ញុំរវល់រើសដុំថ្មចោលឆ្កែមែនតើហើយខ្ញុំពិតជាខ្មាស់ខ្លួនឯងដែរដោយសារតែម៉ោងណាក៏តែងតែរិះគន់ឬក៏ដាស់តឿនក្រានរំលឹកប្រាប់បងប្អូនទាំងអស់គ្នាថាកុំឲ្យរវល់ឬដុំថ្មចោលឆ្កែព្រោះអីរឿងកិច្ចការងារយើងនៅច្រើនណាស់ហើយខ្ញុំពិតជាធ្វេសប្រហែសដោយមិនបានយកការណែនាំរបស់បងប្អូនយកមកស្ដាប់ឲ្យបានម៉ត់ចត់ដែលធ្វើឲ្យមានការឆ្លោះឆ្លួយច្រើនដែរនៅក្នុងការតបនឹងរឿងដុំថ្មចោលឆ្កែប៉ុន្តែក៏ខ្ញុំមានហេតុផលរបស់ខ្ញុំដែរដោយសារតែយើងដឹងថាមួយរយៈពេលចុងក្រោយនេះគឺមានឃោសនិកគណៈបកកណ្ដាលអំណាចកំពុងតែព្យាយាមពង្រៀងស្ថានភាពនៅស្រុកខ្មែរយើងឲ្យមកចាប់អារម្មណ៍រឿងអីផ្សេងមួយទៀតណាដែលរឿងឆោបបោកអនឡាញរឿងបញ្ហាកម្មករកាត់ដេរគ្រោះថ្នាក់ចរាចរណ៍ស្លាប់14នាក់របួសជិត100នាក់រឿងបញ្ហាព្រំដែនខ្មែរថៃដែលមិនអាចដោះស្រាយចេញបាត់ដីអស់60កន្លែងជាងរឿងបញ្ហាអំពើពុករលួយរឿងបញ្ហាខ្វះថវិកាជាតិរឿងបញ្ហាលោកកម្មសុខាដែលដោះលែងឲ្យនៅក្រៅឃុំហើយក៏ប៉ុន្តែដកហូតសិទ្ធិធ្វើនយោបាយរបស់គាត់គ្រប់បែបយ៉ាងដូចដាក់នៅក្នុងគុកជាប់មួយជីវិតដដែលតាក់ទងនឹងបញ្ហាសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយរបស់គាត់100ជំពូកនឹងមានច្រើនណាស់ឥឡូវមានក្រុមហ៊ុនមានការឆោបបោកក្រៅពីអាការឆោបបោកអនឡាញមានកម្ចីឆោបបោកអនឡាញនោះផ្សេងទៀតដែលកំពុងចេញជារូបភាពថ្មីមានបញ្ហារឿងតាក់ស៊ីប្រើអាគុយឬរថអគ្គិសនីដែលយកមកបំផ្លាញទីផ្សារប្រជាពលរដ្ឋគ្នាកំពុងអវេទនារឿងចម្ពាក់លុយធនាគាររឿងបញ្ហាកម្មករកាត់ដេរប្រាក់ខែនៅទូចស្ដើងដោយថាពិបាកនឹងដោះស្រាយជីវភាពរឿងច្រើនមែនតើដែលយើងអត់ដោះស្រាយបានហើយតាក់ទងនឹងរឿងសម្ពាធអន្តរជាតិរឿងពាណិជ្ជកម្មរឿងភ្ញៀវទេសចររឿងកំណើនសេដ្ឋកិច្ចរឿងអីហ្នឹងគឺយើងនៅចម្បល់ច្រើនមែនតើក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះស្រាប់តែគេពង្រៀងព្រឹត្តិការណ៍ហ្នឹងមកនិយាយពីរឿងមួងណារ៉េតមិនកោសក់ឬកោសក់អីណាចឹងទៅឬមកកើតព្រឹត្តិការណ៍ថ្មីផ្សេងទៀតដោយមកចោតប្រកាន់ថាមួងណារ៉េតហ្នឹងចេញពីអាស៊ីសេរីមកដោយសារគេដេញបដិញ្ញចេញមកអីជាបុគ្គលិកមិនបានការចោលមិនសិទ្ធអីឡាច្រើនរឿងទៀតអញ្ចឹងហើយបានជាខ្ញុំម្ដងទៀតខ្ញុំសូមខន្តីអភ័យទោសបងប្អូនទាំងអស់ពីចម្ងាយរឿងព្រំដែនរបស់យើងគឺនៅក្តៅកគុកខ្លាំងណាស់ហើយកុំឲ្យបញ្ហានេះគឺវាដែលធ្វើឲ្យដូចថារវល់មកជជែករឿងនេះអត់បានការហើយយើងភ្លេចរឿងព្រំដែនដែលជារឿងទឹកដីដែលជាគេដំណើរដូនតារបស់យើងបងប្អូនរឿងព្រំដែននេះគឺរឿងនៅក្តៅកគុកខ្លាំងណាស់ហើយខ្ញុំសន្យាថានឹងបញ្យល់ប្រាប់បងប្អូននៅយប់នេះបាទគឺនៅម៉ោង10ម៉ោង9យប់នេះនៅឯស្រុកខ្មែរហ្នឹងគឺខ្ញុំនឹងបញ្យល់បងប្អូនលម្អិតអំពីជំហររបស់លោកអនុទិនច័ន្ទវរៈគុលរដ្ឋមន្ត្រីរបស់ប្រទេសថៃបានបញ្ជាក់ចំហយ៉ាងច្បាស់ថាចាប់ពីពេលនេះតទៅថៃលែងប្រើផែនទីខ្នាត1លើ200,000របស់កម្ពុជាទៀតហើយដែលមាននៅក្នុងកិច្ចព្រមព្រៀងឬក៏អនុសញ្ញាឬក៏សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907ថៃគេថាចាប់ពីពេលនេះតទៅផែនទីខ្នាត1លើ200,000លែងមាននៅក្នុងបញ្ជីរដ្ឋបាលដើម្បីដោះស្រាយព្រំដែនខ្មែរថៃតទៅទៀតហើយនេះគឺជាគ្រោះថ្នាក់ធំបំផុតសម្រាប់ជាតិកម្ពុជាបើយើងនៅយកវិធីដោះស្រាយជាមួយថៃតាមរបៀបសុំថៃចរចាបើទោះជាចរចាបានក៏ដោយបើថៃប្រើផែនទីខ្នាតលើ100,000 1ឬ50,000ដោយអ្វីដែលលោកអនុទិនច័ន្ទវរៈគុលថាគឺយើងនឹងបាត់បង់ទឹកដីរបស់យើងជារៀងរហូតគ្មានថ្ងៃត្រឡប់ទេលើកលែងតែកម្ពុជាមេដឹកនាំយើងផ្លាស់ប្ដូរគំនិតមកប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិ
រឿងនេះខ្ញុំនឹងបកស្រាយលម្អិតរួមជាមួយនឹងប្រតិកម្មឬក៏សម្ពាធរបស់អន្តរជាតិតាក់ទងនឹងអ្វីដែលកើតឡើងតាក់ទងសំណុំរឿងលោកកឹមសុខាផងបាទបងប្អូនខ្ញុំអត់ភ្លេចបញ្ហាព្រំដែនទេប៉ុន្តែដូចខ្ញុំនិយាយចឹងនៅសល់ដុំថ្មមួយដុំចុងក្រោយទៀតដើម្បីចោលឆ្កែតាក់ទងនឹងរឿងដែលបំភ្លៃការពិតឬព័ត៌មានបំភ្លៃការពិតពីរឿងខ្ញុំឥឡូវខ្ញុំអត់និយាយទៀតទេពីរឿងកោសក់ខ្ញុំបានបង្ហាញពន្យល់ប្រាប់អស់ហើយបងប្អូនក៏ឃើញការបកស្រាយរបស់ខ្ញុំដែរសូមមើលវីដេអូមុននេះដែលខ្ញុំបាននិយាយរួចហើយអញ្ចឹងនៅក្នុងព្រឹកនេះអ្វីដែលខ្ញុំចង់សម្រាំងមួយពេលនេះគឺខ្ញុំនិយាយតែមួយរឿងគត់គឺរឿងដែលខ្ញុំបានលាឈប់ពីវិទ្យុអាស៊ីសេរីកាលពី4ឆ្នាំមុនតែពិតរឿងនេះគឺរឿងចប់សពគ្រប់យូរហើយខ្ញុំអត់ត្រូវការរំលឹកខ្ញុំអត់ត្រូវការកកោកកាយខ្ញុំអត់ត្រូវការបកស្រាយអីទាំងអស់ក៏ប៉ុន្តែបងប្អូនត្រូវចាំថានៅពេលដែលយើងមិនចោលឆ្កែគឺឆ្កែនេះនឹងផ្ដុំគ្នាព្រុសខំទៅហើយនឹងធ្វើឲ្យរឿងនេះវាកាន់តែខ្យល់ខ្ចាយទៅវាធ្វើដូចជារឿងនឹងមែនតើអញ្ចឹងអាការបំភ្លៃបលែមបឡំឬក៏កលៃការពិតអីមួយចំនួនហ្នឹងវាបានដៃទៅវាដល់យូរទៅវាធ្វើឲ្យព័ត៌មានក្អែកមួយជាក្អែក10ហើយអត់មានការបំភ្លឺការស្រាយគឺធ្វើឲ្យរឿងហ្នឹងខ្លាយទៅជាការពិតហើយធ្វើជាឧបករណ៍សម្រាប់ឲ្យក្រុមឃោសនិករបស់រដ្ឋាភិបាលកម្ពុជាឬក៏គណៈបកកណ្ដាលអំណាចយកមកវាយប្រហារឬក៏គេថាសាបព្រោះព័ត៌មានមិនពិតហ្នឹងហើយឲ្យធ្វើដូចជាពិតយើងខ្ញុំមិនភ្ញាក់ផ្អើលទេព្រោះអីខាងឃោសនិករបស់រដ្ឋាភិបាលឬក៏គណៈបកកណ្ដាលអំណាចនេះគឺមិនដែលនឿយណាយហើយមិនដែលដូចថាខកខានទៀតផងនៅក្នុងការដែលកលៃព័ត៌មានឬក៏ដូចថាធ្វើរឿងស្អីមួយដែលគេចង់បានហ្នឹងគឺនាំគ្នាអាជ័យធ្លាក់ទឹកហើយហើយសម្រួចទៅខាងហ្នឹងគឺធ្វើឲ្យបានជោគជ័យបើទោះបីជារឿងនឹងអសិលធម៌អគុណធម៌ឬខ្វះការពិតយ៉ាងណាក៏ដោយគឺគេធ្វើដូចរឿងពិតអញ្ចឹងហើយរឿងនេះហើយបានជាខ្ញុំមិនអាចនឹងទុកដុំថ្មមួយដុំទៀតដែលខ្ញុំគិតថាតកតងនឹងប្រធានបទរឿងបុគ្គលផ្ទាល់ខ្ញុំនេះត្រូវចោលឆ្កែបង្ហើយនេះគឺចង់បំភ្លឺឲ្យអស់ចិត្តដើម្បីកុំឲ្យឃោសនិករបស់គណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលកម្ពុជានេះយកឱកាសមកវាយប្រហារហើយប្រាប់ផ្សព្វផ្សាយព័ត៌មានមិនពិតហើយចាត់ទុកថាដូចខ្លួនឯងនឹងដឹងព័ត៌មានពិតអីចឹងហើយអានេះមែនតើទៅការបកស្រាយនេះនឹងធ្វើឲ្យស្រាតខោពួកខាងក្រមឃោសនិកគណៈបកប្រជាជនកម្ពុជានឹងនៅលើគោកម្ដងទៀតដើម្បីឲ្យដឹងអំពីចរិតរបស់ពួកគាត់ដែរហើយខ្ញុំសូមឲ្យមេរបស់ពួកគាត់នឹងអប់រំណែនាំព្រៀនបដៅពួកគាត់ផងកុំឲ្យខូចបករបស់អស់លោកព្រោះអីរឿងដែលធ្វើដូច្នេះគឺធ្វើឲ្យប្រជាពលរដ្ឋនឹងគេដឹងឲ្យបងប្អូនគាត់ថាទៅរវល់ស្អីមនុស្សដូចសម្រាមដូចអីខ្ញុំមែនតើទៅខ្ញុំអត់ខ្វល់រឿងសម្រាមទេខ្ញុំខ្វល់រឿងព័ត៌មានដែលពាក់ព័ន្ធនឹងរូបខ្ញុំហើយគេយកទៅលៀបពណ៌ឲ្យទៅកលៃខុសការពិតឲ្យធ្វើដូចជាខ្លួនឯងនឹងបានដឹងរឿងច្រើនអញ្ចឹងទៅហើយដូច្នេះវាប៉ះពាល់រឿងច្រើនដែលខ្ញុំត្រូវការបំភ្លឺព្រោះអីភ្លើងឆេះព្រៃវាកើតឡើងមកពីអាភ្នែកមន់ភ្លើងទូចមួយប៉ុនភ្នែកមន់ហ្នឹងដែលពួកគេផ្លុំវាឲ្យឆេះហើយតែឆេះហើយគឺពិបាកផលិតហើយអញ្ចឹងខ្ញុំសុខចិត្តផលិតឥឡូវចុះចឹងបានប្រហើយដុំថ្មមួយដុំចុងក្រោយហ្នឹងដើម្បីតាក់ទងនឹងរឿងបុគ្គលផ្ទាល់ខ្លួនរបស់ខ្ញុំឃោសនិកគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលប្រហែលជាអស់ស្នៀតអីដើរហើយបានជាជាងការដែលចាញ់ផ្ចាលព័ត៌មានដែលខ្ញុំផ្សព្វផ្សាយពីរឿងដែលខ្លួនមិនព្រមប្រឹងទៅតុលាការអន្តរជាតិឬក៏តុលាការព្រហ្មទណ្ឌអន្តរជាតិតាក់ទងនឹងការដែលសញ្ញេដីបកគលដីខ្មែរ60កន្លែងជាងឲ្យថៃគ្រប់គ្រងលក្ខនឹងលក្ខអីហ្នឹងអស់មានកលាអីមកនិយាយគឺយករឿងបកគលផ្ទាល់ខ្លួនដូចជារឿងកោសក់ឬក៏រឿងតាក់ទងនឹងរឿងវិទ្យុអាស៊ីសេរីដែលជារឿងចាស់4ឆ្នាំទៅហើយយកមកនិយាយបំផ្លាស់ការពិតខ្វះសច្ចយុត្តិធម៌ជាប្រវត្តិសាស្ត្រដែលធ្វើឲ្យប្រជាពលរដ្ឋនឹងអាចនឹងយល់ខុសហើយបើសិនជាខ្ញុំអត់មកបកស្រាយអញ្ចឹងលើកនេះគឺជាលើកចុងក្រោយមួយតាក់ទងនឹងប្រធានបទនៃរឿងវិទ្យុអាស៊ីសេរីហ្នឹងព្រោះខ្ញុំធ្លាប់បកស្រាយម្ដងហើយកាលពីឆ្នាំ2000ប្រហែលជា22 23ហ្នឹងពេលខ្ញុំចេញពីវិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គម Facebook របស់ខ្ញុំប៉ុន្តែកាលនោះខ្ញុំអត់ទាន់បើកជា Facebook ឬក៏ YouTube អីដែលមាន fans អីរាប់សែនអ្នកបែបនេះទេឬក៏មានអ្នកមើលរាប់លាន views អីចឹងទេដូច្នេះអាចសារហ្នឹងគឺវាមិនបានជ្រាបសពគ្រប់អីចឹងទៅហើយធ្វើឲ្យឬក៏អ្នកខ្លះដឹងហើយធ្វើមិនដឹងក៏ថាបានចឹងជាឱកាសដែលខ្ញុំបញ្យល់នេះគឺនឹងបញ្ចប់អត់មានតទៅទៀតទេបងប្អូនកុំភ័យមួងណារ៉េតមិនរវល់ឬរំថ្មចោលឆ្កែទេក៏ប៉ុន្តែឥឡូវនេះគឺឆ្កែខំមែនតើគឺខំមួងណារ៉េតតែម្ដងដូច្នេះជាម្ចាស់ខ្លួនហើយនៅមានដង្ហើមដកខ្ញុំមានសិទ្ធិការពារខ្លួនដែរហើយខ្ញុំជាអ្នកព័ត៌មានដែរដូច្នេះខ្ញុំត្រូវបកស្រាយដើម្បីពន្យល់ឲ្យយល់អំពីអង្គហេតុនិងភស្តុតាងឬក៏តថភាពជាក់ស្ដែងដើម្បីឲ្យអ្នកទាំងអស់នោះយកទៅស្ដាប់ហើយកុំឲ្យយកអ្វីដែលដដែលហ្នឹងមកយកមកធ្វើជាព័ត៌មានធ្វើដូចជារឿងមែនតើអញ្ចឹងឥឡូវខ្ញុំនឹងចាប់ផ្ដើមអំពីរឿងដែលខ្ញុំត្រូវធ្វើ show ថ្ងៃនេះមានយ៉ាងហោចណាស់ក៏ឃោសនិករបស់គណៈបកកណ្ដាលអំណាចឬក៏រដ្ឋាភិបាលកម្ពុជាពីររូបដែរម្នាក់នៅស្រុកខ្មែរម្នាក់នៅអាមេរិកហើយខ្ញុំអត់ចង់បាច់ហាប្រាប់ឈ្មោះពួកគាត់ទេទុកឲ្យបងប្អូនឆ្ងល់អញ្ចឹងចោះគាត់ថាកម្មវត្ថុមិនមែនបុគ្គលហើយខ្ញុំអត់ទៅសូវទម្លាប់និយាយរឿងបុគ្គលនឹងមិនបានដែរទេព្រោះអីនឹកឃើញថាកុំឲ្យថាវាដូចថាសំបីតែហៅឈ្មោះនឹងក៏អត់ចង់ហៅទេវាដូចថាវាទៀបពេកតែអញ្ចឹងបានទៅទុកឈ្មោះបុគ្គលនឹងឲ្យអញ្ចឹងចោះឲ្យគាត់ឆ្ងល់
តែម្នាក់អីនៅស្រុកខ្មែរហ្នឹងគឺខ្ញុំបាននិយាយឲ្យតាក់ទងរឿងការកោសសក់របស់ខ្ញុំដែលឈ្មោះសុផាតហ្នឹងខ្ញុំនិយាយម្ដងទៀតដោយសារតែគាត់ប្រើឃ្លាមួយនៅក្នុង Facebook របស់គាត់ដែលនិយាយអំពីរឿងអាស៊ីសេរីនេះដែលរឿងថាខ្ញុំត្រូវបានគេបណ្ដេញចេញពីអាស៊ីសេរីខ្ញុំអត់មានទៅបកស្រាយបកអាក្រាតអីតាក់ទងពីវិទ្យុអាស៊ីសេរីអីទាំងអស់ប៉ុន្តែខ្ញុំចង់និយាយអំពីតថភាពជាក់ស្ដែងថាតើមួងណារ៉េតលាឈប់ពីអាស៊ីសេរីឬក៏គេបញ្ឈប់ពីអាស៊ីសេរីណែវាឥឡូវនេះវាទៅជាប្រធានបទហ្នឹងគេចង់មើលងាយខ្ញុំគេចង់និយាយថាខ្ញុំនឹងជាមនុស្សអន់ជាមនុស្សសម្រាមជាមនុស្សគ្មានបានកាយទេបានអាស៊ីសេរីគេទាត់ក្បាលចោលអញ្ចឹងនៃហ្នឹងគេចង់និយាយចឹងជាពិសេសអ្នកនៅអាមេរិកដែលដឹងព័ត៌មានហើយរហូតដល់ទៅយកឈ្មោះរបស់អនុប្រធានរបស់វិទ្យុអាស៊ីសេរីលោកជុនច័ន្ទបុតអីយកមកអះអាងធ្វើជាអំណះអំណាងនៃភ័ស្តុតាងដែលគេថាគេបានឮសម្ដីហ្នឹងពីលោកជុនច័ន្ទបុតទៀតខ្ញុំថាអស់លោកកំពុងតែដាក់មនុស្សនៅក្នុងនេះឲ្យពំតំណោតក្នុងហ្នឹងប៉ុន្តែទុកឲ្យម្ចាស់ខ្លួនគាត់បកស្រាយយ៉ាងណាទៅហើយខ្ញុំនឹងនិយាយរឿងនេះដូចតទៅតើខ្ញុំបានលាឈប់ពីវិទ្យុអាស៊ីសេរីឬក៏វិទ្យុអាស៊ីសេរីបណ្ដេញខ្ញុំចេញពីវិទ្យុនេះខ្ញុំគ្រាន់តែនិយាយឲ្យខ្លីមុននឹងចាប់ផ្ដើមណាខ្ញុំចូលធ្វើការនៅវិទ្យុអាស៊ីសេរីគឺពេលដែលខ្ញុំចាក់ចេញពីទីក្រុង Lowell គឺខ្ញុំធ្វើការឲ្យសមាគមខ្មែរនៅឆ្នាំ2016នៅឆ្នាំ2016នោះខ្ញុំបានជួយសហគមន៍ខ្មែរច្រើនបំផុតនៅទីក្រុង Lowell ដើម្បីនិយាយទៅគឺធ្វើឲ្យខ្លួនខ្ញុំពេលដែលខ្ញុំទៅនៅក្រុង Lowell តាំងពីឆ្នាំ2014ខែកុម្ភៈគឺនៅថ្ងៃ Valentine's Day ខែកុម្ភៈឆ្នាំ2014ហ្នឹងគឺកសាងកេរ្តិ៍ឈ្មោះនិងទំនាក់ទំនងល្អប្រសើរតាក់ទងជាមួយសហគមន៍ Lowell បានយ៉ាងស្អិតរមួតធ្វើជាអ្នកផ្សាយទូរទស្សន៍ឲ្យសហគមន៍ស្ម័គ្រចិត្តជួយការងារប្រជាពលរដ្ឋខ្មែរនៅក្នុងសហគមន៍ហ្នឹងចុងក្រោយក៏បានធ្វើការឲ្យសមាគមខ្មែរនៅទីក្រុង Lowell ឈ្មោះថាសមាគម CMAA គឺសមាគមខ្មែរគេហៅ Cambodian Mutual Assistance Association គេហៅកាត់ថា CMAA ដែលកំពុងតែមានកេរ្តិ៍ឈ្មោះកំពុងតែបន្តកិច្ចការដ៏ល្អនៅទីក្រុង Lowell បន្តដល់សប្តាហ៍ថ្ងៃនេះហើយការដែលជួយក្នុងសហគមន៍នេះគឺប្រស្រ័យតាក់ទងស្គាល់តំណាងរាស្ត្រស្គាល់ក្រុមប្រឹក្សាចិត្តសង្កាត់ដូចជាលោកអង្គរិទ្ធីលោកវាសនានួនបងស្រីវណ្ណាហាវើតដែលទើបតែជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts អីនឹងជាដើមនិងមនុស្សឆ្នាំជាច្រើនទៀតនៅក្នុងសហគមន៍ហ្នឹងគឺដូចថាមានប្រស្រ័យតាក់ទងគ្នាយ៉ាងល្អហើយសហគមន៍ Lowell ពិតជាមិនចង់ឲ្យខ្ញុំឃ្លាតចាកពីទីក្រុង Lowell សូម្បីតែបន្តិចនៅពេលនោះគឺពេលដែលខ្ញុំមានទូរស័ព្ទឬក៏តាក់ទងពីខាងវិទ្យុអាស៊ីសេរីតាក់ទងនឹងរឿងការងារដែលត្រូវធ្វើការនៅវិទ្យុអាស៊ីសេរីនេះគឺខ្ញុំត្រូវបានសហគមន៍ទីក្រុង Lowell ចាស់ទុំនៅក្នុងសហគមន៍មកជួបប្រជុំគ្នានិយាយអំពីការងារព្រោះគេមិនចង់ឲ្យខ្ញុំចាក់ចេញពីទីក្រុង Lowell ទេក៏ប៉ុន្តែខ្ញុំបានសម្រេចចិត្តខ្លួនឯងដែរថាខ្ញុំសោកស្ដាយការងារនៅក្នុងទីក្រុង Lowell ដែលបងប្អូនគោរពឲ្យតម្លៃមិនចង់ឲ្យខ្ញុំចាក់ចេញបាត់ធនធានមួយនៅក្នុងទីក្រុង Lowell ត្រូវមកធ្វើការឲ្យវិទ្យុអាស៊ីសេរីក៏ប៉ុន្តែដោយសារតែខ្ញុំគិតថាបើខ្ញុំធ្វើការឲ្យវិទ្យុអាស៊ីសេរីវាត្រូវនឹងការដែលខ្ញុំអាចផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោករឿងនេះគឺវាមានសារៈសំខាន់ធំធេងលើសពីសហគមន៍ខ្មែរ Lowell ទៅទៀតអញ្ចឹងខ្ញុំពិតជាចង់ជួយសហគមន៍ប៉ុន្តែជួយនៅក្នុងកម្រិតវិទ្យុអាស៊ីសេរីគឺឃើញថានឹងអាចមានប្រយោជន៍ខ្លាំងជាងនឹងទៀតហើយក្នុងពេលជាមួយគ្នានេះក៏ខ្ញុំធ្វើដំណើរមកដល់ពេលខ្ញុំជាប់ធ្វើការឲ្យវិទ្យុអាស៊ីសេរីក្នុងឆ្នាំ2016គឺខែមិថុនាពេលនោះហើយដែលខ្ញុំផ្លាស់ទីពីទីក្រុង Lowell មកនៅរដ្ឋ Virginia បាននៅប្រហែលជា17នាទីពីខាងលិចទីក្រុង Washington រដ្ឋធានី Washington ហ្នឹងខ្ញុំក៏បានចូលបម្រើការងារនៅវិទ្យុអាស៊ីសេរីចាប់ពីថ្ងៃទី16ខែមិថុនាឆ្នាំ2016នោះមកហើយការដែលចូលធ្វើការនៅវិទ្យុអាស៊ីសេរីនេះគឺខ្ញុំបានកសាងកិត្តិយសខំប្រឹងរៀនខ្ញុំអត់ដែលមានជំនាញជាអ្នកសរសេរព័ត៌មានជាអ្នកអានព័ត៌មានជាអ្នករាយការណ៍ព័ត៌មានជាអ្នកស្អីទាំងអស់ក៏ប៉ុន្តែនៅក្នុងរយៈពេលតែប្រហែលឆ្នាំសោះគឺចាប់ពី2016 17 18 19 20 21និយាយទៅគឺជិត6ឆ្នាំដែលខ្ញុំបានធ្វើការនៅវិទ្យុអាស៊ីសេរីគឺខ្ញុំប្រឹងប្រែងអស់ពីសមត្ថភាពមិនមែនដើម្បីបុគ្គលខ្ញុំទេដើម្បីស្ថាប័នវិទ្យុអាស៊ីសេរីផងតាមពិតស្ថាប័នគេល្បីយូរហើយវាមិនមែនខ្ញុំទៅឲ្យគេល្បីទេក៏ប៉ុន្តែខ្ញុំក៏ជាផ្នែកមួយក្នុងការដែលលើកស្ទួយមុខមាត់អាស៊ីសេរីនិងកិច្ចការងារតាមសមត្ថភាពរបស់ខ្ញុំចាក់ស្ដែងខ្ញុំទៅយកព័ត៌មានខ្ញុំសម្ភាសភ្ញៀវខ្ញុំបានសម្ភាសមនុស្សគ្រប់គ្នាស្ទើរតែគ្រប់គ្នាហើយមនុស្សសំខាន់ដោយទាំងលោកសំរងស៊ីដោយទាំងបុគ្គលឆ្នើមដតីទៀតក្នុងនយោបាយជាច្រើនហើយនៅក្នុងនោះក៏ខ្ញុំបានក្លាយទៅជាអ្នកបកប្រែមិនមែនអ្នករាយការណ៍ព័ត៌មាននៅវិទ្យុអាស៊ីសេរីគឺបកប្រែព័ត៌មានដែលមានជាភាសាខ្មែរទៅជាភាសាអង់គ្លេសដើម្បីឲ្យវិទ្យុអាស៊ីសេរីផ្សាយចេញទៅពិភពលោកពីដំណឹងខ្មែរជាភាសាអង់គ្លេសទៀតឲ្យដឹងអំពីរឿងរ៉ាវដែលកើតឡើងនៅស្រុកខ្មែរដូច្នេះការងារនេះគឺមានកម្រិតមួយដោយសារចំណេះជំនាញភាសាអង់គ្លេសស្ទាត់ជំនាញរបស់ខ្ញុំ
ខ្ញុំបានជួយកិច្ចការងារនេះច្រើនហើយនៅក្នុងពេលនោះជាប្រវត្តិសាស្ត្រនៅក្នុងវិទ្យុអាស៊ីសេរីអត់ដែលមានពីមុនមកទេគឺខ្ញុំដោយសារចំណេះជំនាញខ្ញុំជាអ្នកបកប្រែផ្ទាល់មាត់នៅសាលាក្តីខ្មែរក្រហមរយៈពេល7ឆ្នាំនៅស្រុកខ្មែរបកប្រែពីខ្មែរទៅអង់គ្លេសនិង3ឆ្នាំបន្តទៀតពេលដែលខ្ញុំចាក់ចេញពីស្រុកខ្មែរក្នុងខែកុម្ភៈឆ្នាំ2024មកដល់ទីក្រុងឡុងប៊ិចរដ្ឋដល់ទីក្រុង Lowell នេះគឺខ្ញុំបន្តធ្វើការឲ្យសាលាក្តីខ្មែរក្រហមក្នុងភាគី UN គឺអង្គការសហប្រជាជាតិ3ឆ្នាំទៀតក្នុងការបកប្រែឯកសារសាលក្រមសាលដីកានិងឯកសារជាច្រើនទៀតនិងពិនិត្យផ្ទៀងផ្ទាត់សំណេរបកប្រែអីឡាក់នឹងឡាក់ដែលខ្ញុំបានបន្តការងារ3ឆ្នាំសរុបទៅខ្ញុំធ្វើការឲ្យសាលាក្តីខ្មែរក្រហម10ឆ្នាំមានន័យថាខ្ញុំកំពុងធ្វើការនៅសមាគមខ្មែរនៅ Lowell នៅ Lai នឹងខ្ញុំកំពុងតែធ្វើការឲ្យសាលាក្តីខ្មែរក្រហមក្នុងពេលជាមួយគ្នាគឺខ្ញុំមានការងារ2រួចស្រេចទៅហើយពេលមកដល់វិទ្យុអាស៊ីសេរីនេះដោយសារបទពិសោធន៍ការងារក្នុងនាមជាអ្នកបកប្រែពីភាសាខ្មែរទៅអង់គ្លេសយ៉ាងស្ទាត់ជំនាញនៅឯសាលាក្តីខ្មែរក្រហមនេះគឺធ្វើឲ្យអាស៊ីសេរីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងការផ្សាយព័ត៌មានផ្ទាល់ដែលសម្ភាសភ្ញៀវបរទេសតំណាងរាស្ត្រកាលនឹងមានតំណាងរាស្ត្រទាំងលោក Ted Yoho ទាំងលោក Alan Lowenthal ទាំងលោក Steve Chabot ឬអ្នកដទៃទៀតមានបុគ្គលល្បីៗជាច្រើនទៀតដែលជាតំណាងរាស្ត្រសហរដ្ឋអាមេរិកដែលចូលមកក្នុង studio របស់វិទ្យុអាស៊ីសេរីដែលមានបទសម្ភាសបកប្រែផ្ទាល់តែម្ដងដោយខ្ញុំប្រើចំណេះជំនាញរបស់ខ្ញុំបកប្រែដែលមិនដែលធ្លាប់មាននៅក្នុងវិទ្យុអាស៊ីសេរីហ្នឹងដូច្នេះការងារខ្ញុំបានជួយឲ្យអាស៊ីសេរីមានផ្លែកមុខផ្លែកមាត់តាក់ទងនឹងសេវាបកប្រែដោយសារតែមានបុគ្គលិកមានចំណេះជំនាញភាសាខ្មែរនិងអង់គ្លេសស្ទាត់ជំនាញជួយបកប្រែបដិញបងប្អូនដឹងហើយបកប្រែបដិញទៅមើលឯកសារច្រើនណាស់ដែលខ្ញុំបានធ្វើហើយខ្ញុំបានអភិវឌ្ឍខ្លួនយ៉ាងលឿននៅក្នុងវិស័យសារព័ត៌មាននៅអាស៊ីសេរីនេះគឺដោយសារតែចំណេះជំនាញភាសាអង់គ្លេសរបស់ខ្ញុំហើយក៏ដោយសារតែការពូកែស្ដាប់ពូកែធ្វើអនុវត្តគោរពតាមគោលការណ៍និងរៀនពីរៀមច្បងកិច្ចការងារត្រឹមតែរយៈពេលប្រហែលឆ្នាំគឺខ្ញុំអាចធ្វើព័ត៌មានបានបទវិភាគនិងព័ត៌មានអីយ៉ាងច្រើនដូច្នេះសរុបសេចក្តីមកគឺខ្ញុំបានក្លាយទៅជាទ្រព្យដ៏សកម្មរបស់វិទ្យុអាស៊ីសេរីមិនចំពោះតាវិស័យបកប្រែភាសាបកប្រែផ្ទាល់មាត់សរសេរអត្ថបទព័ត៌មានរាយការណ៍ព័ត៌មានធ្វើជាអ្នកផ្សព្វផ្សាយព័ត៌មានសម្ភាសភ្ញៀវអីគឺថាមួយចប់ទាំងកម្មវិធីគ្រប់បែបយ៉ាងដែលអាស៊ីសេរីមានដូច្នេះគឺខ្ញុំធ្វើបានទាំងអស់ហើយមិនត្រឹមតែប៉ុណ្ណោះត្រូវបានថ្នាក់លើទុកចិត្តរហូតដល់ទៅចូលប្រជុំផ្នែក editorial ប្រជុំនិពន្ធនយោបាយទៅទៀតកម្រិតខ្ពស់ណាស់គឺកម្រិតទាល់តែថ្នាក់ដឹកនាំរបស់វិទ្យុអាស៊ីសេរីហ្នឹងគឺកម្រិតដូចជាលោកសំប៉ូលីឬក៏លោកជុនច័ន្ទបុតអីចូលទៅក្នុងកិច្ចប្រជុំហ្នឹងក៏ប៉ុន្តែដោយសារតែសមត្ថភាពការងាររបស់ខ្ញុំហ្នឹងក៏បានចូលទៅប្រជុំដើម្បីនិយាយអំពីការរបៀបគ្រប់គ្រងព័ត៌មានកម្រិតខ្ពស់នៅក្នុងការដែលត្រូវផ្សព្វផ្សាយព័ត៌មានយ៉ាងម៉េចឲ្យសុក្រិតឲ្យមានតុល្យភាពឲ្យអីលក្ខនឹងលក្ខជាមួយនឹងសេវាផ្សេងទៀតដែលជាប្រធានវិទ្យុទាំងអស់8សេវាផ្សេងទៀតមានភាសាឡាវភូមាមានកូរ៉េមានវៀតណាមមានភាសាចិនកតាំងចិន Mandarin ឬក៏មានអ៊ុយហ្គ័រមានអីហ្នឹងគឺសេវាទាំងអស់មកប្រជុំគ្នាមេហ្នឹងគឺស្ទើរតែរៀងរាល់សប្តាហ៍ទៀតនៅពេលដែលមេត្រូវការឲ្យជំនួសនៅក្នុងកិច្ចប្រជុំធំណាស់ដូច្នេះកិច្ចការងារនេះគឺខ្ញុំធ្វើកិច្ចការងារច្រើនមែនតើនៅវិទ្យុអាស៊ីសេរីសង្ខេបនេះឬដែលជាហេតុផលដែលអាស៊ីសេរីត្រូវបដិញក្បាលខ្ញុំចេញដោយសារតែខ្ញុំអត់ប្រយោជន៍ដោយសារតែខ្ញុំគ្មានបានការដោយសារតែខ្ញុំមិនចេះធ្វើការដោយសារតែខ្ញុំអីខ្ញុំជឿថាអាស៊ីសេរីគួរតែសោកស្ដាយបំផុតនៅពេលដែលបាត់ខ្ញុំពីអាស៊ីសេរីបានសមបើយើងនិយាយឲ្យមានសច្ចយុត្តិធម៌ហើយមានតែលោកសំប៉ូលីទេដែលប្រធានវិទ្យុអាស៊ីសេរីទេដឹងរឿងនេះពិតទៅសួរគាត់ទៅខ្ញុំថាមនុស្សដែលចង់បានឲ្យមួងណារ៉េតនៅបន្តការងារនៅវិទ្យុអាស៊ីសេរីយូរជាងគេគឺលោកសំប៉ូលីបាទខ្ញុំពិតជាអរគុណលោកសំប៉ូលីដែរដែលជាមេដឹកនាំវិទ្យុអាស៊ីសេរីដែលស្គាល់អំពីគុណតម្លៃរបស់បុគ្គលិកដែលគួរឲ្យទុកចិត្តហើយប៉ុន្តែការសម្រេចរបស់ខ្ញុំមានហេតុផលដែលខ្ញុំចាក់ចេញពីអាស៊ីសេរីមានច្រើនយ៉ាងតែខ្ញុំអត់ទៅសើរឿងឡើងវិញទេគ្រាន់តែខ្ញុំចង់ជម្រាបជូនបងប្អូនថាសមត្ថភាពខ្ញុំគឺបើខ្ញុំទៅធ្វើការនៅកន្លែងណាក៏ដោយគឺខ្ញុំខ្លួនឯងនេះជាអ្នកសម្រេចដើរចេញមិនដែលស្ថាប័នដើរចេញទេព្រោះស្ថាប័នគឺគេចង់ទុកខ្ញុំឲ្យនៅទីនោះឲ្យបានយូរកាន់តែល្អព្រោះវាជាទ្រព្យសម្រាប់គប់ចន្ទាឬក៏ទ្រព្យសកម្មសម្រាប់ស្ថាប័នរបស់គេជាមុខមាត់របស់គេដែរហើយបងប្អូនត្រូវចាំណាការដែលខ្ញុំមួងណារ៉េតចាក់ចេញពីអាស៊ីសេរីនេះណាគឺអាស៊ីសេរីត្រូវការសោកស្ដាយវាត្រូវការបាត់មុខមាត់របស់ខ្លួនដែលបុគ្គលិកមួយដែលសកម្មដែលធ្វើការនៅក្នុងស្ថាប័នរបស់ខ្លួនបានប្រយោជន៍យ៉ាងច្រើនស្រាប់តែដើរចេញតើអ្នកណាដែលខាត់ប្រយោជន៍គឺ management អ្នកគ្រប់គ្រងគេច្បាស់ជាមិនសប្បាយចិត្តទេបុគ្គលិកដែលឆ្នើមដែលល្អធ្វើការដើរចេញគេច្បាស់ជាបារម្ភគេអាចនឹងចាត់ប្រកាន់ខាងគ្រប់គ្រងនឹងមានបញ្ហាអីបានបុគ្គលិកល្អធនធានដ៏ល្អដើរចេញពីខ្លួនអញ្ចឹងអ្នកគ្រប់គ្រងចង់មិនចង់គេមិនចង់ឲ្យដើរចេញទេ
អានេះយើងនិយាយអំពីសច្ចយុត្តិធម៌ logic ប៉ុន្តែអស់លោកទាំងអស់គ្នាហ្នឹងបំពុលព័ត៌មានសតតាអាស៊ីសេរីបណ្ដេញខ្ញុំចេញស្អីណាថាខ្ញុំនឹងគេដឹងច្បាស់ហើយជន់ច័ន្ទបុតនឹងគេលើកឈ្មោះលោកជន់ច័ន្ទបុតអីមកនិយាយអីណាព័ត៌មាននឹងគេប្រាប់គេហើយចោះលោកជន់ច័ន្ទបុតនឹងអីក៏មាត់អេកអូចម៉េះហើយលោកជន់ច័ន្ទបុតនឹងគាត់សិតជាអ្នកសារព័ត៌មានអាជីពដែរបើគាត់អេកអូចអញ្ចឹងមែនមានតែប្រវត្តិសាស្ត្រទេជាអ្នកដែលសម្រេចការអេកអូចឬក៏យ៉ាងម៉េចតែខ្ញុំមិនជឿថាគាត់និយាយអញ្ចឹងទេហើយបុគ្គលខ្លួនឯងនឹងចេះចង់ប្រខូចគេឈ្មោះគាត់ក៏មិនដឹងក៏យកឈ្មោះគាត់មកនិយាយលេឥឡូវគាត់នៅរស់ទេប្រយ័ត្នតែគាត់ឡើងមកបកស្រាយនឹងប្រយ័ត្នប៉ុន្តែបើសិនជាចង់សួរព័ត៌មានឲ្យច្បាស់ទៅសួរលោកសំពូលីបាទពួកលោកសំពូលីក៏ដឹងរឿងនឹងច្រើនដែរម្ដងទៀតខ្ញុំអត់ទៅឆ្ងាយទៅរឿងវិទ្យុអាស៊ីសេរីពីផ្ទៃក្នុងពីអីខ្ញុំអត់និយាយព្រោះខ្ញុំស្រឡាញ់វិទ្យុអាស៊ីសេរីស្ទើរលេបគាត់ជម្រាបជូនបងប្អូនតែប៉ុណ្្នឹងឯងហើយការដែលសម្រេចដើរចេញនេះគឺខ្ញុំមានហេតុផលរបស់ខ្ញុំហើយឥឡូវនេះពេលដែលខ្ញុំមកដល់ទីក្រុងឡុងបិចខ្ញុំមានការងារខ្ញុំមានការកសាងកិត្តិយសកសាងប្រជាប្រិយនិងប្រសិទ្ធភាពស្រ័យតាក់ទងគ្នាជាមួយសហគមន៍សពបែបយ៉ាងគ្រប់ឋានៈគ្រប់ឋានានុក្រមគ្រប់អីក៏ដោយហើយខ្ញុំបានខ្លាយជាទ្រព្យសម្បត្តិដ៏គប់ចិន្តាសម្រាប់សាលាក្រុងឡុងបិចដែលគ្រប់គ្នាក៏ចង់បានឲ្យនៅបន្តទាំងអភិបាលក្រុងទាំងចៅសង្កាត់ទាំងក្រុមប្រឹក្សាក្រុងទាំងផ្នែកគ្រប់ផ្នែកនៅក្នុងសាលាក្រុងឡុងបិចនេះគឺគិតថាខ្ញុំជាទ្រព្យហើយខ្ញុំក៏ជាតំណាងឲ្យខ្មែរមួយដ៏មានមោទនភាពក្រៃលែងហើយខ្ញុំពេញចិត្តមែនតើខ្ញុំពេញចិត្តនៅក្នុងនាមថាខ្ញុំគឺជាធនធានជាគ្រាប់ពូជរបស់កូនខ្មែរម្នាក់ដែរដែលធ្វើការនៅសាលាក្រុងក្នុងចំណោមជនបរទេសដែលជាអាមេរិកជាច្រើនដែលខ្ញុំក៏មានសមត្ថភាពបង្ហាញថាខ្មែរក៏មិនអន់ចោលមួយទៀតអីដែរគឺយើងប្រកែល្មមដែលធ្វើឲ្យគេកោតស្នាប់ឆ្ងាញ់ថាយើងក៏មានធនធានល្អនៅក្នុងជាគ្រាប់ពូជមួយរបស់ខ្មែរតំណាងឲ្យជាតិសាសន៍តំណាងឲ្យពូជខ្មែរដែរហើយខ្ញុំធ្វើឲ្យខ្មែរយើងមានមោទនភាពនៅសាលាក្រុងឡុងបិចឲ្យគេសរសើរឲ្យគេឲ្យតម្លៃភាសាជាតិយើងឲ្យគេសរសើរតម្លៃគុណតម្លៃនៃសាសជាតិខ្មែរយើងនៅទីនោះដែរខ្ញុំមានមោទនភាពមែនតើប៉ុន្តែវាផ្ទុយស្រឡះនឹងអ្វីដែលអស់លោកកំពុងតែលៀបពណ៌ដោយបន្ទាបបន្ថោកមើលងាយហើយខ្ញុំបងប្អូនចេះថាចោះទៅតាមពួកគាត់ទៅស្អីដែលជាអ្នកថោកទាបអញ្ចឹងទៅខាតដុំថ្មទៅស្អីខ្ញុំថាខ្ញុំនិយាយនេះគឺចង់និយាយអំពីការពិតជាក់ស្ដែងហើយចង់ឲ្យដឹងចរិតរបស់ក្រុមអ្នកឃោសនិករបស់គណៈបកកណ្ដាលអំណាចនិងអ្នកគ្រប់គ្រងរដ្ឋាភិបាលកម្ពុជានឹងថាអន់ចេះហើយអត់ត្រូវធ្វើអញ្ចឹងតទៅទៀតទេខ្ញុំនិយាយនេះគឺយកបងយកប៉ុនមិនយកបងទេសូមឲ្យអស់លោកកាយតែប៉ុណ្្នឹងហើយបើលឺហើយយកទៅកាយទៅឥឡូវចូលដល់សាច់រឿងមែនតើបងប្អូនពេលដែលមុននឹងខ្ញុំចេញពីវិទ្យុអាស៊ីសេរីបងប្អូនប្រហែលជានៅចាំហើយប្រហែលជានៅម្ដុំប្រហែលជាថ្ងៃទី19ខែឧសភាឆ្នាំ2022នេះនៅក្នុងខែហ្នឹងខែឧសភាអញ្ចឹងកាលពី4ឆ្នាំមុនកាលហ្នឹងគឺមានប្រជុំកំពូលមួយគេហៅថាកំពូលអាស៊ានអាមេរិកដែលរៀបចំធ្វើនៅរដ្ឋធានី Washington សហរដ្ឋអាមេរិកជាម្ចាស់ផ្ទះអញ្ជើញមេដឹកនាំអាស៊ានទាំង10មកចូលរួមនៅក្នុងនោះមានទាំងប្រទេសកម្ពុជាមួយដែរហើយលោកហ៊ុនសែនមកជាមួយនឹងគណៈប្រតិភូដោយសារខ្ញុំនិយាយទៅគឺដោយសារតែយើងជាមនុស្សដែលមានថាចូលចិត្តរៀនចូលចិត្តធ្វើកិច្ចការងារបន្ថែមដើម្បីឲ្យចំណេះដឹងរបស់យើងនឹងកាន់តែទូលំទូលាយពេលដែលមកដល់សហរដ្ឋអាមេរិកបាននិយាយទៅមកដល់រដ្ឋធានី Washington ពេលដែលមកចូលធ្វើការអាស៊ីសេរីបានតែ1ឆ្នាំទេនៅឆ្នាំ2017ខ្ញុំចាប់ផ្ដើមតាក់ទងទៅក្រសួងការបរទេសដោយសារតែខ្ញុំមានមិត្តភ័ក្តិខ្ញុំម្នាក់ដែលជាអ្នកបកប្រែនៅទីក្រុង Lowell រដ្ឋ Massachusetts គាត់ជួយណែនាំដើម្បីឲ្យខ្ញុំដោយសារគាត់យល់ស្គាល់ពីសមត្ថភាពបកប្រែរបស់ខ្ញុំដែលតំណាងឲ្យខ្មែរដ៏កម្រគាត់ក៏បានណែនាំឲ្យស្គាល់គេនៅក្រសួងការបរទេសដើម្បីចូលទៅប្រឡងតេស្តបកប្រែធ្វើជាអ្នកបកប្រែឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ2018ខ្ញុំប្រឡងតេស្តជាប់គឺបានន័យថាคล้ายទៅជាអ្នកបកប្រែឯករាជ្យអត់ទៅតាមអ្នកមិនមែនជាអ្នកបកប្រែយកប្រាក់បៀវត្សជាប្រចាំធ្វើការនៅក្រសួងបរទេសទេតែជាអ្នកបកប្រែខ្មែរប្រចាំក្រសួងការបរទេសឯករាជ្យគឺនៅពេលដែលរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីគណៈប្រតិភូមកពីកម្ពុជាគឺជាគណៈប្រតិភូ VIP ពិសេសភ្ញៀវលំដាប់ខ្ពស់ត្រូវការជួបប្រជុំត្រូវការបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកខ្ញុំคล้ายទៅជាអ្នកបកប្រែខ្មែរប្រចាំក្រសួងការបរទេសនិងអ្នកបកប្រែខ្មែរដទៃទៀតដែលមានប្រហែល 4-5 នាក់ហ្នឹងដែលគេត្រូវចាត់ចែងដើម្បីជួយបកប្រែសម្របសម្រួលគណៈប្រតិភូមកពីប្រទេសកម្ពុជាដែលត្រូវការអ្នកបកប្រែ
ហើយខ្ញុំបានបំពេញការងារនេះស្របច្បាប់ក្នុងនាមជាអ្នកបកប្រែឯករាជ្យនៅក្រសួងការបរទេសនេះតាំងពីឆ្នាំ2018ពលគឺនៅពេលដែលចូលវិទ្យុអាស៊ីសេរីបាន2ឆ្នាំខ្ញុំបានក្លាយទៅជាអ្នកបកប្រែរបស់ក្រសួងការបរទេសហើយអាជ្ញាប័ណ្ណបកប្រែក្រសួងការបរទេសឬក៏ credential ឬប័ណ្ណនៃសម្រាប់បកប្រែនៅក្រសួងការបរទេសនេះគឺជាការបកប្រែផ្ដល់សិទ្ធិឲ្យខ្ញុំបកប្រែឲ្យក្រសួងការបរទេសមួយជីវិតអត់មានផ្លាស់ប្ដូរអត់មានកែប្រែអត់មានហួសសុពលភាពទេព្រោះខ្ញុំបានធ្វើតេស្តជាប់ទាំងបកប្រែសរសេរបកប្រែផ្ទាល់មាត់ទាំងបណ្ដេញទាំងប្រដាក់ទាំងអីទាំងអស់ហើយខ្ញុំជាអ្នកបកប្រែគេហៅជា VIP interpreter គឺអ្នកបកប្រែកម្រិត high level meeting ខ្ញុំបកប្រែសម្រាប់តែកម្រិតគណៈប្រតិភូជាន់ខ្ពស់កម្រិតចាប់ពីរដ្ឋមន្ត្រីឡើងទៅឬក៏អគ្គបញ្ជាការនិងប្រធានាធិបតីសហរដ្ឋអាមេរិកតែម្ដងហើយការងារនេះខ្ញុំបានធ្វើនៅទីក្រុង Washington រដ្ឋធានី Washington ហ្នឹងនៅពេលដែលខ្ញុំកំពុងតែធ្វើការឲ្យវិទ្យុអាស៊ីសេរីគឺខ្ញុំមានការងារ2ហើយការងារនេះជាប្រចាំពេលដែលខ្ញុំមានការងារបកប្រែនៅខាងក្រៅគឺខ្ញុំតែងតែសុំច្បាប់វិទ្យុអាស៊ីសេរីដើម្បីជូនដំណឹងទៅគេថាខ្ញុំសុំច្បាប់ហើយប្រាប់ថាខ្ញុំទៅបកប្រែអីចឹងទៅពេលអានេះគឺជាកិច្ចការឯកជនក្រៅទេមិនតាក់ទងនឹងវិទ្យុអាស៊ីសេរីទេហើយខ្ញុំធ្វើកិច្ចការងារនេះយូរហើយសូម្បីតែឥឡូវនេះដែលខ្ញុំធ្វើការឲ្យសាលាក្រុងឡុងប៊ិចនៅឡើយនេះក៏ខ្ញុំនៅតែបំពេញការងារជាអ្នកបកប្រែនៅក្រសួងការបរទេសដដែលទេព្រោះគេត្រូវការគឺខ្ញុំទៅហើយខ្ញុំបកប្រែឲ្យតុលាការទូទាំងសហរដ្ឋអាមេរិកតុលាការមិនមែនកម្រិតតែថ្នាក់មូលដ្ឋានទេគឺតុលាការកម្រិតសហព័ន្ធទៅទៀតមានអ្នកបកប្រែខ្មែរតិចតួចណាស់ដែលបកប្រែកម្រិតសហព័ន្ធបានន័យថាកម្រិតជាតិមានច្រើនណាស់អ្នកបកប្រែកម្រិតជាមូលដ្ឋានដូចថ្នាក់ស្រុកថ្នាក់ឃុំអីចឹងប៉ុន្តែកម្រិតថ្នាក់ជាតិនេះគឺមានតិចណាស់នៅក្នុងនោះខ្ញុំក៏មាននៅក្នុងបញ្ជីនៃអ្នកបកប្រែកម្រិតថ្នាក់សហព័ន្ធឬក៏ថ្នាក់ជាតិនេះដែរហើយជាភ័ស្តុតាងជាក់ស្ដែងដែលខ្ញុំចង់បញ្ជាក់ថាកម្រិតថ្នាក់ជាតិនេះគឺគេហៅខ្ញុំទៅបកប្រែនៅរដ្ឋ Miami នេះបកប្រែប្រហែលជាថ្មីនេះដែរតាក់ទងរឿងស្វាក្តាមដែលលោកគ្រីម៉ាផលដែលជាមន្ត្រីកសិកម្មនៅស្រុកខ្មែរដែលគេចោទប្រកាន់ពីបទជួញដូរស្វាក្តាមនេះដែលធ្វើឲ្យផ្អើលក៏ក្រើកពេញសហរដ្ឋអាមេរិកហើយគេយកមកចាប់ខាត់ខ្លួនគាត់នៅពលានយន្តហោះJF Kennedy នៅ New York ពេលដែលគាត់ធ្វើដំណើរមកបំពេញទស្សនកិច្ចក្នុងនាមក្រសួងកសិកម្មរដ្ឋាភិបាលអីប្រទេសកម្ពុជាហើយដល់ពេលហើយមកដោយសារតែគេរកឃើញអំពីការជួញដូរស្វាក្តាមយ៉ាងរង្គាលពីប្រទេសកម្ពុជាចូលមកសហរដ្ឋអាមេរិកដោយសារតែការចាប់ស្វាពីព្រៃយកមកដាក់ចូលនៅក្នុងអាកន្លែងកសិដ្ឋានចិញ្ចឹមស្វាអត់មានប្រកាសពូជទេគឺចាប់ដាក់ចូលក្នុងកេសដឹកមកហើយដែលមានពាក់ព័ន្ធនឹងមន្ត្រីកសិកម្មនៅប្រទេសកម្ពុជាដោយទាំងលោកគ្រីម៉ាផលផងហើយខ្ញុំក៏បានចូលរួមទៅបកប្រែ2សប្តាហ៍កម្រិតជាតិគឺបានន័យថារដ្ឋាភិបាលអាមេរិកចោទប្រកាន់រដ្ឋាភិបាលកម្ពុជាក្នុងមន្ត្រីរដ្ឋាភិបាលកម្ពុជាតាក់ទងនឹងការរត់ពន្ធស្វាក្តាមនៅក្នុងនេះគឺជាឧទាហរណ៍ជាក់ស្ដែងមួយនៅក្នុងការដែលខ្ញុំបានទៅបកប្រែនៅក្នុងកម្រិតថ្នាក់ជាតិបាទព្រោះអីបទអក្រិតនេះគឺអក្រិតថ្នាក់ជាតិមិនមែនអក្រិតនៅក្នុងមូលដ្ឋានទេគឺអក្រិតធ្ងន់ធ្ងរហើយកម្រិតខ្ពស់មែនតើអាហ្នឹងគឺថ្មីបាទជាឆ្នាំ2025 24នេះខ្ញុំភ្លេចដែរព្រោះអីរឿងច្រើនពេកខ្ញុំនៅតែបំពេញការងារក្រៅពីនោះពេលដែលខ្ញុំនៅរដ្ឋធានី Washington សហរដ្ឋអាមេរិកពេលដែលខ្ញុំកំពុងធ្វើការឲ្យវិទ្យុអាស៊ីសេរីពេលដែលខ្ញុំបានអាជ្ញាប័ណ្ណដែលប្រឡងជាប់នៅក្រសួងនៅក្រសួងការបរទេសដែលខ្លាយទៅជាអ្នកបកប្រែលំដាប់ VIP ហ្នឹងសម្រាប់គណៈប្រតិភូពិសេសហ្នឹងគឺខ្ញុំក៏បានជាប់តេស្តអនុញ្ញាតឲ្យបកប្រែនៅក្នុងតុលាការកម្រិតតុលាការកំពូលនិងតុលាសាឡាវធរនៅរដ្ឋធានី Washington បកប្រែករណីជាច្រើនតាក់ទងនឹងមានជនជាប់ចោទឬក៏កូនក្តីដែលជាខ្មែរនៅទីនោះដូច្នេះខ្ញុំបានបំពេញការងារហ្នឹងបន្ថែមទៅលើការងារវិទ្យុអាស៊ីសេរីដូច្នេះការងារតុលាការក៏ខ្ញុំមានការងារបកប្រែក៏ខ្ញុំមានហើយក៏បាននៅឆ្នាំ2022ហ្នឹងគឺខែឧសភាប្រហែលជាថ្ងៃ19អីហ្នឹងខ្ញុំក៏បានចូលទៅបកប្រែឲ្យលោក Joe Biden អតីតប្រធានាធិបតីសហរដ្ឋអាមេរិកនិងអ្នកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីអាណត្តិនោះហើយកាលហ្នឹងក៏ខ្ញុំនៅធ្វើការជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីដូចធម្មតាគ្រាន់តែថាកាលតែពិធីបុណ្យសំទោសពិធីប្រជុំអាស៊ាននិងអាមេរិកធំហ្នឹងគឺខ្ញុំបានសុំច្បាប់វិទ្យុអាស៊ីសេរីរយៈពេល5ថ្ងៃដើម្បីសម្រាប់តែខ្ញុំឆ្លៀតឱកាសនៅក្នុងពេលសម្រាប់ហ្នឹងក៏ខ្ញុំទៅបកប្រែទៅជាសិទ្ធិរបស់ខ្ញុំចង់ធ្វើអីក៏បានដែរព្រោះអីវាជាការបកប្រែដែលក្រៅម៉ោងរបស់វិទ្យុអាស៊ីសេរីរឿងបកប្រែនៅកន្លែងដែលជួបដែលបកប្រែឲ្យលោក Joe Biden ហើយថ្ងៃនោះគឺគេធ្វើពិធី3កន្លែងនៅពេលដែលថ្ងៃខែឧសភាឆ្នាំ2022នោះណាការខ្ញុំធ្វើការខ្ញុំសុំគេសម្រាប់ដើម្បីទៅបកប្រែឲ្យលោក Joe Biden ហើយនិងអ្នកស្រី Kamala Harris ហ្នឹងតែពិតមានអ្នកបកប្រែខ្មែរ3នាក់ពីក្រសួងការបរទេស
បងប្អូនក្រសួងការបរទេសគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំអាស៊ាននិងសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះក្រសួងការបរទេសចាត់អ្នកបកប្រែ3នាក់ក្នុងមួយភាសាបានន័យថា3នាក់សម្រាប់កម្ពុជា3នាក់សម្រាប់វៀតណាម3នាក់សម្រាប់ឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងប្រទេសផ្សេងទៀតដែលមកចូលរួមនៅក្នុងអាស៊ានហ្នឹងនៅក្នុងប្រជុំធំហ្នឹងហើយជាម្ចាស់ផ្ទះគឺត្រូវមានសម្រងអ្នកបកប្រែខ្លួនឯងស្រេចដើម្បីទទួលគណៈប្រតិភូមកពីប្រទេសដែលនិយាយភាសាកំណើតហ្នឹងព្រោះអីខាងនេះគេនិយាយតែអង់គ្លេសទេដូច្នេះត្រូវតែមានបកប្រែអញ្ចឹងម្ចាស់ផ្ទះគឺខ្ញុំហើយនឹងសហការីខ្ញុំម្នាក់ពីទីក្រុងឡុងប៊ិចហ្នឹងមានម្នាក់ទៀតបងមកពីដូចជា Stockton មកជុំគ្នា3នាក់ហ្នឹងធ្វើការឲ្យក្រសួងការបរទេសនេះគឺខ្ញុំក្នុងឋានៈជាម្ចាស់ផ្ទះជាអ្នកបកប្រែឲ្យម្ចាស់ផ្ទះក៏ប៉ុន្តែនៅក្នុងពេលដែលមានប្រជុំហ្នឹងគឺភាគីកម្ពុជាភាគីឡាវភាគីវៀតណាមភាគីអីហ្នឹងគេអនុញ្ញាតឲ្យនាំអ្នកបកប្រែជាអេគីបរបស់ប្រទេសខ្លួនមកដែរដូច្នេះកម្ពុជានាំអ្នកបកប្រែពីកម្ពុជាមក3នាក់អាច2នាក់ឬក៏3នាក់ខ្ញុំចាំមិនអស់ហើយប្រហែលជា3នាក់ពីឥណ្ឌូនេស៊ីពីវៀតណាមពីអីគេនាំ3នាក់មកតាមប្រទេសរៀងៗខ្លួនអញ្ចឹងក្រសួងការបរទេសមាន3ស្រាប់អញ្ចឹងបានន័យថាអ្នកបកប្រែសម្រាប់តែមួយគណៈប្រតិភូមានដល់6នាក់ទៅហើយហ្នឹងព្រោះ3មកពីស្រុកខ្មែរ3សម្រាប់ក្រសួងការបរទេសតែខ្ញុំបម្រើការឲ្យក្រសួងការបរទេសនិងម្ចាស់ផ្ទះខ្ញុំអត់បម្រើការឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីពេលហ្នឹងឬក៏ប្រទេសកម្ពុជាទេចឹងយើងចែកគ្នាឲ្យច្បាស់ដើម្បីឲ្យបងប្អូនបានភ្លឺភ្នែកថាតើមួងណារ៉េតធ្វើអីគេខ្លះនៅថ្ងៃបកប្រែកាលពីខែឧសភាឆ្នាំ2022 4ឆ្នាំមុនកាលខ្ញុំនៅធ្វើការឲ្យវិទ្យុអាស៊ីសេរីនៅឡើយអញ្ចឹងរឿងនេះក៏កើតឡើងហើយការប្រជុំនៅពេលនោះគឺគេធ្វើ3កន្លែងនៅក្រសួងការបរទេសនៅសេតវិមាននិងនៅកន្លែងផ្សេងមួយទៀតដែលជាអូតែលហើយអ្នកសារព័ត៌មានគឺគេឲ្យចូលមកអញ្ចឹងទៅនៅក្នុងនោះក៏មានអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីចូលទៅដែរខ្ញុំមិនចាំបាច់ប្រាប់ឈ្មោះបងប្អូនទេព្រោះវិទ្យុអាស៊ីសេរីគេដឹងថាគេបញ្ជូនទៅណាប៉ុន្តែខ្ញុំមិនមែនទៅក្នុងនាមជាវិទ្យុអាស៊ីសេរីទេព្រោះខ្ញុំសុំសម្រាប់ហើយខ្ញុំយកពេលសម្រាប់នោះគឺខ្ញុំទៅបកប្រែអញ្ចឹងខ្ញុំទៅក្នុងនាមជាអ្នកបកប្រែហើយខ្ញុំបកប្រែឲ្យគណៈប្រតិភូមកពីកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ